ស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពី key document ដែលអ្នកទាំងអស់គ្នាត្រូវការនៅក្នុងការដាក់អាហារូបករណ៍ទៅក្រៅប្រទេសអញ្ចឹងអាហារូបករណ៍មានច្រើនប្រភេទហើយក៏មានទៅតាមប្រទេសនីមួយៗដែរអញ្ចឹងអាហារូបករណ៍នីមួយៗត្រូវការខុសៗគ្នាប៉ុន្តែ document ដែលខ្ញុំនឹងប្រាប់នៅថ្ងៃនេះហាគឺ most of the scholarship គឺត្រូវការ document ហ្នឹងពីអ្នកទាំងអស់គ្នាអញ្ចឹងទី1ហ្នឹងគឺ academic transcript ឬមួយក៏ខ្មែរគេហៅថាប្រតិបត្តិបន្ទុកអញ្ចឹងប្រតិបត្តិបន្ទុកហ្នឹងបើសិនជាអ្នកនរគ្នា apply ទៅ bachelor អ្នកនរគ្នាត្រូវយកប្រតិបត្តិបន្ទុក3ឆ្នាំចុងក្រោយប៉ុន្តែបើសិនជាដាក់ទៅអនុបណ្ឌិតឬមួយក៏បណ្ឌិតត្រូវតែយកគ្រប់ឆ្នាំបើសិនជាយើងដាក់ទៅអនុបណ្ឌិតអ្នកនរគ្នាត្រូវយក transcript ទាំង4ឆ្នាំនៃ bachelor ហ្នឹងបើដាក់ទៅបណ្ឌិតត្រូវយកtranscript 2ឆ្នាំនៃ master របស់អ្នកទាំងអស់គ្នាទី2ហ្នឹងគឺ certificate graduation certificate បានន័យថាបើសិនជាយើង graduate ពី high school យើងត្រូវមានសញ្ញាបត្របាក់ឌុបហើយបើសិនជាយើង graduate ពី bachelor ឬមួយក៏ master ត្រូវតែមានgraduation certificate ដើម្បីបញ្ជាក់ថាយើងបាន graduate ហើយទី3ហ្នឹងគឺ valid passport most of the scholarship គឺគេត្រូវការ passport អ្នកទាំងអស់គ្នាដើម្បី show identity show ពី nationality របស់អ្នកទាំងអស់គ្នាអញ្ចឹងទៅហើយនឹងមួយទៀតហ្នឹងគឺ complete language proficiency អញ្ចឹង scholarship ច្រើនមែនតើគេត្រូវការ language proficiency ពីអ្នកទាំងអស់គ្នាអញ្ចឹង language proficiency ហ្នឹងដូចជា IELTS TOEFL បើសិនជាអ្នកទាំងអស់គ្នាទៅចិនគឺត្រូវការ XSK បើសិនជាទៅកូរ៉េគឺត្រូវការ TOPIK អីចឹងទៅscholarship ខ្លះគឺគេអត់តម្រូវឲ្យអ្នកទាំងអស់គ្នា submit អាហ្នឹងហ្មងទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានអាហ្នឹងវាកាន់តែល្អទេដោយសារតែវានឹងជួយដល់ application របស់អ្នកទាំងអស់គ្នាបានមកតង់ទៀតហើយអីដែលអ្នកទាំងអស់គ្នាត្រូវការទៀតហ្នឹងគឺ certificate ឬមួយក៏បានទៅសារផ្សេងៗដែលបញ្ជាក់ពីការចូលរួមប្រកួតប្រជែងផ្សេងៗរបស់អ្នកទាំងអស់គ្នាអញ្ចឹងអាហ្នឹងក៏វាជួយយើងមកតង់ទៀតដែរហើយ complete មួយទៀតហ្នឹងគឺ volunteer certificate បើសិនជាអ្នកទាំងអស់គ្នាបាន volunteer ហើយបើសិនជាអ្នកទាំងអស់គ្នាអត់ដែរ volunteer ទេហើយរៀបចំគម្រោងចង់ដាក់អាហារូបករណ៍អីគឺខ្ញុំ suggest ឲ្យអ្នកទាំងអស់គ្នាហ៊ានដាក់ volunteer ឲ្យបានច្រើនដើម្បី show ពី extra activity របស់អ្នកទាំងអស់គ្នាក្រៅពីការរៀនទៀតអញ្ចឹងនៅក្នុងការដាក់ scholarship អាហារូបករណ៍ខ្លះគឺត្រូវការextra activity របស់អ្នកទាំងអស់គ្នានឹងខ្លាំងមែនតើវាជួយដល់ទម្ងន់ application របស់យើងឲ្យកាន់តែធ្ងន់ទៀតអញ្ចឹងណាដោយសារតែការចូលរួម volunteer អីផ្សេងៗហ្នឹងវាបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាក្រៅពីរៀនក៏អ្នកទាំងអស់គ្នាមាន critical thinking ឬមួយក៏បាន engage ជាមួយនឹង community ផ្សេងៗទៀតដែរអញ្ចឹងបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍ទៅរៀននៅក្រៅប្រទេសអ្នកនរគ្នាអាចតាក់ទងមកកាន់ Study Abroad Center បានដើម្បីឲ្យពួកយើងជួយរៀបចំទៅលើ application របស់អ្នកទាំងអស់គ្នា